រឿងមនុស្សផ្លែអាឡឹកធ្វើដំណើរផ្សងព្រេងទៅរកម៉ាក់នៅក្នុងព្រៃដ៏ធំមួយមានមនុស្សផ្លែអាឡឹកម្នាក់ឈរនៅមុខផ្ទះឈើចាស់បាក់បែករបស់គាត់ដោយមានដៃនិងជើងពណ៌បៃតងភ្លឺមានភ្នែកធំមូលញញឹមរាក់ទាក់និងទឹកមុខរីករាយពេលវេលាបានមកដល់សម្រាប់ការធ្វើដំណើរផ្សងព្រេងមួយមនុស្សផ្លែអាឡឹកមើលទៅផ្ទះរបស់គាត់ជាលើកចុងក្រោយដែលពោរពេញទៅដោយអនុស្សាវរីយ៍នៃកសិដ្ឋានរបស់គាត់បោះជំហានទៅមុខដោយតាំងចិត្តថានឹងទៅស្វែងរកមិត្តរបស់គាត់នៅក្នុងក្រុងមួយដ៏សែនឆ្ងាយមនុស្សផ្លែលឹកបានដើរកាត់ចំការតាមជួរផ្លែលឹកទុំមានសម្បកពណ៌បៃតងខ្ចីក្រោមពន្លឺថ្ងៃដ៏ក្តៅមនុស្សផ្លែលឹកបានចូលទៅក្នុងព្រៃជីវៈពន្លឺអាតកំបាំងមួយនៅក្បែរកសិដ្ឋានមានដើមឈើខ្ពស់ៗបញ្ចេញពន្លឺយ៉ាងស្រទន់ក្នុងម្លប់ពណ៌ខៀវពណ៌ស្វាយនិងបៃតងរុក្ខជាតិដែលភ្លឺផ្លេកហាក់ដូចជាចាំស្វាគមន៍ដោយសត្វតូចស្រដៀងនឹងសត្វអំពិលអំពែករាំនៅលើអាកាសបំភ្លឺផ្លូវនៅខាងមុខដើមឈើបុរាណដ៏ធំមួយដើមនៅកណ្ដាលព្រៃរុះដ៏ធំរបស់វាបានបង្កើតជាស្ពានធម្មជាតិនៅលើស្ទ្រីមដ៏ភ្លឺមនុស្សផ្លែលឹកបានដើរកាត់ស្ពានដ៏ភ្លឺនោះដែលកើតឡើងពីឫសឈើជាប់គ្នាដ៏អស្ចារ្យនិងទេសភាពវេទមន្តជុំវិញមានសត្វដ៏ចម្លែកនិងរស់រាយរាក់ទាក់មួយនៅក្រោយម្ខាងផ្សិតភ្លឺបានតាមសម្លឹងមើលមនុស្សផ្លែលឹកដោយចង់ដឹងចង់ស្គាល់មនុស្សផ្លែលឹកបានដើរទៅចុងនៃព្រៃជីវៈពន្លឺអាតកំបាំងជីវៈពន្លឺអាតកំបាំងទាំងនោះបានរសាត់បាត់បន្តិចម្ដងដោយបង្ហាញពីជាយក្រុងជីវៈពន្លឺដ៏រស់រវើកមនុស្សផ្លែលឹកបានដើរដល់ទីក្រុងមួយដែលពោរពេញទៅដោយផ្ទះតូចៗដ៏គួរឲ្យទាក់ទាញដែលផ្ទះនីមួយមានពន្លឺយ៉ាងស្រស់ស្អាតក្រោមភ្លើងបំភ្លឺផ្លូវមនុស្សផ្លែលឹកដើរតាមបណ្ដោយផ្លូវដើម្បីរកផ្ទះមិត្តភក្តិគាត់ដែលជាកូនឆ្មាឈ្មោះម៉ាក់នៅទីបំផុតមនុស្សផ្លែលឹកបានទៅដល់ផ្ទះតូចមួយដែលមានទ្វារឈើដោយនៅខាងក្នុងផ្ទះមិត្តរបស់គេកំពុងរង់ចាំរំពេចនោះកូនឆ្មាតូចដ៏គួរឲ្យស្រឡាញ់ពាក់អាវយឺតពណ៌ខ្មៅជាមួយខោខូវប៊ុយពណ៌ខៀវបានបើកទ្វារស្វាគមន៍មនុស្សផ្លែលឹកដោយស្នាមញញឹមក្រោយមកពួកគេអង្គុយជាមួយគ្នាក្នុងបន្ទប់ទទួលភ្ញៀវមួយហើយចែករំលែករឿងរ៉ាវនៃការផ្សងព្រេងរបស់ពួកគេកូនឆ្មាម៉ាក់ស្ដាប់ដោយរំភើបនៅពេលនោះដែលមនុស្សផ្លែលឹកក៏បានពណ៌នាអំពីព្រៃជីវៈពន្លឺអាតកំបាំងប្រាប់ដល់ម៉ាក់ផងដែរនៅខាងក្រៅក្រុងនៃភូមិរបស់កូនឆ្មាម៉ាក់មានភាពសុខសាន្តមានគោមភ្លឺផ្លេកបក់តាមខ្យល់មនុស្សផ្លែលឹកមានអារម្មណ៍ថារំភើបចំពោះការធ្វើដំណើររបស់គាត់និងមិត្តភាពរវាងគេនិងកូនឆ្មាម៉ាក់កូនឆ្មាម៉ាក់និងមនុស្សផ្លែលឹកបានបង្កើតផែនការសម្រាប់ការផ្សងព្រេងមួយជាមួយគ្នាផងដែរតែវាយប់ជ្រៅទៅហើយនៅក្នុងទីក្រុងធ្លាក់ទៅក្នុងភាពស្ងប់ស្ងាត់ដូចជាស្ថិតនៅក្នុងសុបិនកូនឆ្មាម៉ាក់បានយំដោយរងចាំថ្ងៃស្អែកមួយថ្ងៃទៀតទើបចេញដំណើរផ្សងព្រេងបានហើយមនុស្សផ្លែលឹកក៏ញញឹមពេលឃើញដូច្នោះមួយនាទីក្រោយមកមនុស្សផ្លែលឹកនិងមិត្តសម្លាញ់កូនឆ្មាម៉ាក់បានសម្រាកលង់លក់យ៉ាងស្រួលក្នុងផ្ទះដ៏កក់ក្ដៅរបស់ម៉ាក់សូមអរគុណ